ซุปជាអាហារទឹកម្យ៉ាងដ៏ពេញនិយមនិងមានរសជាតិឆ្ងាញ់ពិសាសម្រាប់ប្រជាជនខ្មែរយើងទូទៅមិនតែប៉ុណ្ណោះស៊ុបក៏ផ្ដល់នូវអត្ថប្រយោជន៍សុខភាពយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរដោយសារវាសម្បូរទៅដោយសារធាតុចិញ្ចឹមជាចាំបាច់នេះគឺជាអត្ថប្រយោជន៍សំខាន់នៃការហូបស៊ុបនិងអត្ថប្រយោជន៍របស់ពងទាកូនបន្តទៅនេះខ្ញុំនឹងបង្ហាញពីរបៀបដែលខ្ញុំធ្វើស៊ុបពងទាកូនជាមួយទឹកដូងអត្ថប្រយោជន៍របស់ទឹកដូងនិងពងទាកូនជាដើមទឹកដូងត្រូវបានគេស្គាល់ថាជាភេសជ្ជៈដ៏វិសេសវិសាលពីធម្មជាតិដោយសារវាសម្បូរទៅដោយជាតិទឹកអេឡិចត្រូលីតនិងសារធាតុចិញ្ចឹមសំខាន់ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយដូចជាប្រភពដ៏ល្អបំផុតនៃប៉ូតាស្យូមម៉ាញ៉េស្យូមសូឌីយ៉ូមនិងកាល់ស្យូមវាជួយបំពេញជាតិទឹកបានយ៉ាងឆាប់រហ័សពិសេសបន្ទាប់ពីការហាត់ប្រាណការធ្វើការធ្ងន់ឬនៅពេលរាងកាយបាត់បង់ជាតិទឹកដោយសាររាឬក្អកការទទួលទានទឹកដូងអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់និងបង្កើនកូលេស្តេរ៉ុលល្អជាតិប៉ូតាស្យូមខ្ពស់នៅក្នុងទឹកដូងក៏ជួយរក្សាសម្ពាធឈាមឲ្យនៅថេរនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរវាក៏ជួយដល់ការរំលាយអាហារនិងសម្រកទម្ងន់ផងដែរដោយសារទឹកដូងមានជាតិសរសៃជួយសម្រួលដល់ការបន្ទោបង់និងការពារការទល់លាមកការទទួលទានទឹកដូងឬការយកទឹកដូងមកលាងមុខអាចជួយផ្ដល់សំណើមដល់ស្បែកកាត់បន្ថយស្នាមជ្រាយជ្រួញនិងជួយឲ្យស្បែកមានភាពតឹងណែនភ្លឺថ្លាពីខាងក្នុងផងដែរពេលវេលាល្អបំផុតអ្នកអាចញ៉ាំទឹកដូងនៅពេលព្រឹកព្រលឹមពោះទទេដើម្បីជួយបង្កើនប្រព័ន្ធភាពស៊ាំពងទាកូនគឺជាប្រភពនៃប្រូតេអ៊ីនដ៏ល្អឥតខ្ចោះដែលជួយដល់ការលូតលាស់សាច់ដុំជួយជួសជុលកោសិកាដែលខូចខាតវាស័ក្តិសមបំផុតសម្រាប់អ្នកដែលត្រូវការថាមពលបន្ថែមឬអ្នកដែលទើបងើបពីឈឺនៅក្នុងពងទាកូនមានជាតិកាល់ស្យូមខ្ពស់ដែលជួយឲ្យឆ្អឹងនិងធ្មេញរឹងមាំការទទួលទានក្នុងកម្រិតសមល្មមអាចជួយបង្ការជំងឺពុកឆ្អឹងបានយ៉ាងប្រសើរពងទាកូនមានផ្ទុកជាតិដែក ion ច្រើនដែលជាសមាសធាតុសំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមវាជួយបង្កើនអុកស៊ីសែនក្នុងឈាមនិងការពារអាការៈស្លេកស្លាំងអស់កម្លាំងឬវិលមុខវាក៏សម្បូរទៅដោយវីតាមីន A ដែលជួយឲ្យភ្នែកមើលឃើញច្បាស់ការពារជំងឺភ្នែកឡើងបាយនិងជួយឲ្យស្បែកមានភាពសុខភាពល្អភ្លឺថ្លាពីខាងក្នុងផងដែរតែទោះបីជាវាមានប្រយោជន៍ច្រើនក៏ដោយក៏អ្នកគួរប្រុងប្រយ័ត្នចំណុចមួយចំនួនដូចជាកុំហូបច្រើនជ្រុលព្រោះពងទាកូនមានជាតិកូលេស្តេរ៉ុលខ្ពស់ការហូបច្រើនពេកអាចប៉ះពាល់ដល់សុខភាពបេះដូងឬឡើងសម្ពាធឈាមគួរហូបនៅពេលព្រឹកឬពេលល្ងាចជាជាងការហូបយប់ជ្រៅព្រោះវាអាចធ្វើឲ្យពិបាករំលាយអាហារធ្វើឲ្យឆ្អល់ពួកសម្រាប់អ្នកដែលមានជំងឺលើសឈាមលើសជាតិខ្លាញ់ឬអ្នកថតលើសទម្ងន់គួរពិភាក្សាជាមួយគ្រូពេទ្យឬហូបក្នុងបរិមាណតិចតួចបំផុតសរុបមកការហូបពងទាកូន1ដល់2ក្រាបក្នុងមួយសប្តាហ៍គឺជាជម្រើសដ៏ល្អសម្រាប់សុខភាពនិងថាមពលនៅក្នុងស៊ុបនេះខ្ញុំក៏បានដាក់សាច់គោផងដែរដែលជាប្រភពនៃសារធាតុចិញ្ចឹមដ៏សំខាន់ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរាងកាយប្រសិនបើទទួលទានក្នុងបរិមាណត្រឹមត្រូវសាច់គោសម្បូរទៅដោយវីតាមីននិងសារធាតុរ៉ែដែលពិបាករកឃើញក្នុងរុក្ខជាតិសាច់គោជួយកសាងនិងពង្រឹងសាច់ដុំព្រោះវាសម្បូរទៅដោយប្រូតេអ៊ីនកម្រិតខ្ពស់និងអាស៊ីតអាមីណេគ្រប់គ្នាដែលរាងកាយត្រូវការវាមានតួនាទីយ៉ាងសំខាន់ក្នុងការកសាងម៉ាសសាច់ដុំជួសជុលកោសិកាដែលខូចខាតនិងពង្រឹងកម្លាំងពលឡើងបានយ៉ាងឆាប់រហ័សវាក៏ជួយបង្កើនក្របឈាមក្រហមនិងការពារអាការៈស្លេកស្លាំងអស់កម្លាំងឬវិលមុខផងដែរព្រោះវាសម្បូរទៅដោយប្រភពនៃជាតិដែកដែលជារ៉ែថាតុសំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមវាជួយបង្កើនអុកស៊ីសែនក្នុងឈាមនិងការពារអាការៈស្លេកស្លាំងអស់កម្លាំងឬលហិតលហឿយសាច់គោជួយពង្រឹងប្រព័ន្ធភាពស៊ាំបិនល្អនៅក្នុងសាច់គោសម្បូរទៅដោយស័ង្កសីដែលជារ៉ែថាតុសំខាន់សម្រាប់ជួយឲ្យប្រព័ន្ធការពាររាងកាយដំណើរការបានល្អជួយឲ្យមុខរបួសឆាប់ជាសះស្បើយនិងការពាររាងកាយពីជំងឺផ្សេងម្យ៉ាងទៀតវាក៏សម្បូរទៅដោយវីតាមីន B12 ផងដែរវីតាមីន B12 ដែលមានក្នុងសាច់គោគឺចាំបាច់បំផុតសម្រាប់ការផលិតគ្រាប់ឈាមក្រហមការថែរក្សាសុខភាពប្រព័ន្ធប្រសាទនិងខួរក្បាលជួយឲ្យស្មារតីនិងចងចាំបានល្អពិសេសគឺកាត់បន្ថយការតានតឹងសាច់គោផ្ដល់ថាមពលបានយូរព្រោះនៅក្នុងសាច់គោមានផ្ទុកសារធាតុក្រេអាទីនដែលជួយផ្ដល់ថាមពលដល់សាច់ដុំនិងបង្កើនសមត្ថភាពក្នុងការធ្វើសកម្មភាពរាងកាយឬការហាត់ប្រាណឲ្យកាន់តែមានប្រសិទ្ធភាពការណែនាំសម្រាប់សុខភាពដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់និងជៀសវាងផលប៉ះពាល់អ្នកគួរអនុវត្តដូចជាជ្រើសរើសសាច់សុទ្ធគួរជ្រើសរើសយកភ្នែកដែលមិនសូវមានខ្លាញ់ដើម្បីកាត់បន្ថយការឡើងជាតិខ្លាញ់អាក្រក់កុំហូបច្រើនពេក
ការហូបសាច់គោក្រហមច្រើនជ្រុលលើសពី500ក្រាមក្នុងមួយសប្តាហ៍អាចបង្កើនហានិភ័យនៃជំងឺបេះដូងឬជំងឺមហាការ៉ែកពោះវៀនធំវិធីចម្អិនគួរជៀសវាងការញ៉ាំសាច់គោដែលដុតខ្លោចខ្លាំងការស្លឬឆាជាមួយបន្លែគឺជាជម្រើសដ៏ល្អញ៉ាំជាមួយបន្លែការញ៉ាំសាច់គោជាមួយបន្លែបៃតងជួយឲ្យរាងកាយស្រូបយកជាតិដែកបានកាន់តែល្អនិងជួយដល់ការរំលាយអាហារជាចុងក្រោយការទទួលទានស៊ុបពងទាកូនពិតជាផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពទាំងសារធាតុចិញ្ចឹមចេញមកពីក្នុងទឹកដូងប្រូតេអ៊ីនចេញមកពីពងទាកូនសាច់គោនិងបន្លែច្រើនមុខថែមទៀតប៉ុន្តែចំណុចគួរជៀសវាងគួរទទួលទានក្នុងបរិមាណសមល្មម1ដល់3ដងក្នុងមួយសប្តាហ៍បានហើយបើចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច Subscribe និង Follow Page Facebook របស់គ្នាម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយទៀត